ចាជំរាបសួរអ៊ំពូមីងទាំងអស់គ្នាថ្ងៃនេះខ្ញុំហាត់ប្រាណប៉ុន្តែខ្ញុំហាត់ប្រាណលក្ខណៈ outdoor ខ្ញុំមកឡើងភ្នំបាខែងដើម្បីធ្វើការដើរហាត់ប្រាណឲ្យបាច់ញើសផងនិងឆ្លៀតឱកាសពេលហ្នឹងគឺខ្ញុំមើលព្រះអាទិត្យលិចពេលល្ងាចប៉ុន្តែចង់លើក comment របស់បងស្រីមួយគាត់ comment នៅក្នុងការផុសវីដេអូ activity របស់ខ្ញុំរៀងរាល់ថ្ងៃគាត់ comment ថាស្អាតហើយស្អាតហ្នឹងបើសម្រាប់យើងទូទៅសាមញ្ញទេហើយនេះគឺជាពាក្យលើកទឹកចិត្តដ៏សាមញ្ញបំផុតអាចបន្តឲ្យមនុស្សម្នាក់បន្តហាត់ប្រាណឲ្យស្នាមញញឹមប្រឹងប្រែងផ្លាស់ប្ដូររបបអាហារញ៉ាំជារៀងរាល់ថ្ងៃធ្វើឲ្យសុខភាពរបស់យើងល្អជាប្រសើរពីមួយថ្ងៃទៅមួយថ្ងៃហើយក៏អរគុណបងអូនដែរដែលរក្សាភាពវិជ្ជមានក្នុងការ comment ដែលធ្វើឲ្យការ comment ដ៏សាមញ្ញនិងវិជ្ជមានហ្នឹងធ្វើឲ្យអ្នកដែលទទួលបានការ comment ហ្នឹងគាត់កាន់តែបន្តភាពវិជ្ជមានទៅទៀតចឹងណាអ៊ំពូមីងចឹងនិយាយរៀងយូរដែរហើយយើងបន្តមកការហាត់ប្រាណមើលថ្ងៃលិចនៅភ្នំបាខែងបន្តទៀតពីខ្ញុំឡើងមកដល់ភ្នំបាខែងភ្លាមអត់ខកបំណងឯអ៊ំពូមីងព្រះអាទិត្យពណ៌ក្រហមឆ្អិនឆ្អៅក្រហមចេះតែមួយតែ30 seconds ហ្នឹងណាអ៊ំពូមីងគឺឈប់លិចបាត់តែម្ដងហ្នឹងគឺជាទេសភាពដំបូងពេលខ្ញុំឡើងមកដល់គឺខៀវផ្ទៃមេខៀវចាំងពីលើប្រាសាទភ្នំបាខែងរបស់យើងនៅលើភ្នំប្រយហើយខ្យល់អាកាសបរិសុទ្ធហើយព្រះអាទិត្យចាំងចែកស្អាតអញ្ចឹងអ៊ំពូមីងគឺនៅពណ៌មាសចាំងបងដូចត្បូងពេជ្រអញ្ចឹងណាសម្រាប់ខ្ញុំគឺស្រស់ស្រាយហ្មងថ្ងៃហ្នឹងបែកទាំងញើសមានដើរលំហាត់ប្រាណឲ្យវាមានចលនាទៅធ្វើឲ្យបេះយើងដងយើងដើរស្រួលហើយសុខភាពផ្លូវកាយផ្លូវចិត្តរបស់យើងនឹងវាស្រស់ស្រាយបន្ថែមពីលើមកតង់ទៀតដើរថតដើរមើលទេសភាពមកសទូបព្រះអាទិត្យក៏ចាប់ផ្ដើមរៀបលិចក៏ចេញជាពណ៌ដូចក្នុងរូបនេះណាគេហៅដូចពណ៌ដូចពងមាន់អញ្ចឹងណាអ៊ំពូមីងគាត់តែចង់និយាយថាពេលដែលថ្ងៃចាប់ផ្ដើមចេញពណ៌ហ្នឹងមកគឺស្អាតហ្មងផ្ទៃមេឃគឺពណ៌ឡើងថតពីខាងថតអញ្ចេះគឺនៅខាងក្រៅស្អាតជាងនឹងច្រើនដងណាអ៊ំពូមីងអើយអញ្ចឹងណាហើយគាត់តែហើយពេលវេលានេះគឺលឿនណាអ៊ំពូមីងគឺឈប់គឺលិចតែម្ដងចាលិចបានសម្រេចហើយអ៊ំពូមីងបន្ទាប់ពីលិចហើយភ្ញៀវទេសចរជាតិនិងអន្តរជាតិក៏នាំគ្នាហូហើយខ្ញុំក៏បាយភ្នំបាខែងចាំមកលើកក្រោយទៀតអូយស្អាតណាស់អ៊ំពូមីងទៅម្ដងទៅធម្មជាតិហើយនេះគឺប្លង់ថតដែលខ្ញុំស្រឡាញ់អ៊ំពូមីងអាចទៅសាកថតបានពេលឡើងទៅគឺស្អាតហ្មងដូច AI តែមិន AI ពិតហ្មងថ្មប្រាសាទភ្នំបាខែងរបស់យើងណាជាតំបន់ប្រវត្តិសាស្ត្រទេសចរបែបប្រវត្តិសាស្ត្រប្រាសាទភ្នំបាខែងបន្ទាប់មកខ្ញុំក៏រៀបចំមកចុះមកខាងក្រោមវិញអ៊ំពូមីងរួចហើយក៏ធ្វើដំណើរជិះម៉ូតូមកផ្ទះវិញតែម្ដងទៅប៉ុន្តែទេសភាពពេលយប់គឺខ្ញុំស្រឡាញ់ហ្មងអាពេលល្ងាចហ្នឹងដូចជាម៉ោង6ណាអ៊ំពូមីងយើងចុះមក6ជាងតិចតួចគឺជិះមកចូលតែជាក្លិនការព្រៃវាជះក្លិននៅលើផ្លូវធ្វើយើងមានអារម្មណ៍ថាមួយថ្ងៃហ្នឹងគឺយើងធ្វើដើម្បីសុខភាពរបស់យើងទាំងផ្លូវកាយនិងផ្លូវចិត្តបានគ្រប់គ្រាន់